ជំរាបសួរពុកម៉ែបងប្អូននៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអំពីសកម្មភាពនៃការរៀបជារបងដែលខ្ញុំធ្វើការជ្រើសរើសនឹងប្រើប្រាស់ប្រភេទឥដ្ឋបុកដូចអ្វីដែលពុកម៉ែបងប្អូនបានឃើញស្រាប់ហើយថាបន្ទាប់ពីក្រុមជើងយើងខ្ញុំបានកាប់គ្រឹះរួចខាងយើងខ្ញុំបានលបឡាយម្សាបន្ទាប់មកយើងយកប្រភេទឥដ្ឋបុកនេះរៀបជាឥដ្ឋ20បន្ទាប់មកគឺយើងនឹងចាក់ថ្នាំរួចគឺយើងរៀបប្រភេទឥដ្ឋបុកនេះបន្តទៀតរហូតទៅដល់កម្ពស់មួយដែលយើងចង់បានហើយខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូនផងដែរថានៅសិប្បកម្មយើងខ្ញុំគឺមានផលិតឥដ្ឋបរិស្ថានឥដ្ឋបុកឥដ្ឋការ៉ាឡាឥដ្ឋខ្យល់និងប្រភេទបូឌាខឿនឡើងឡានខឿនទប់ចិញ្ចើមផ្លូវខឿនសួនច្បារហើយមួយវិញទៀតប្រសិនបើពុកម៉ែបងប្អូនត្រូវការលក្ខណៈជាបកគោលស៊ីម៉ង់គ្រប់ខ្នាតគ្រប់ទំហំប្រសិនបើពុកម៉ែបងប្អូនមានតម្រូវការអាចតាក់ទងមកខាងយើងខ្ញុំបានយើងខ្ញុំនឹងធ្វើការចាក់ជូនបាទសូមអរគុណអ្នកណាគេកំពុងតែអបឲ្យបងកំពុងតែយំអ្នកណាគេមកចាក់អូចឲ្យបងប្រឆ្ងាយពីមុំអ្នកណាគេមកជ្រៀតជ្រែងអ្នកណាគេធ្វើបាបខ្ញុំឆ្លើយប្រាប់